ចាសួស្តីលោកស្រីនាងកញ្ញាប្រិយមិត្តស្ដាប់ជាទីមេត្រីជាបន្តទៅទៀតនេះនាងខ្ញុំសុភ័ត្រាសូមជម្រាបជូនព័ត៌មានជាតិនិងអន្តរជាតិរបស់វិទ្យុជាតិ FM 90.5 MHz រួមជាមួយនឹងវិទ្យុបណ្ដាញខេត្តបៃលិនជាដំបូងនេះសូមជម្រាបជូននូវមេត្តាព័ត៌មានសម្ដេចតេជោហ៊ុនសែនរំលឹកពីអតីតកាល40ឆ្នាំមុនក្នុងឋានៈជានាយករដ្ឋមន្ត្រីចុះបំពេញការងារនៅខេត្តកំពង់ឆ្នាំងនាឱកាសសម្ដេចកំពុងចូលរួមក្នុងព្រះរាជពិធីច្រត់ព្រះនគរនៅទីនោះការចរចាពន្ធកម្ពុជាអាមេរិកជុំទី1ភាគីទាំងពីរផ្លាស់ប្តូរយោបល់ដោយត្រង់ទៅត្រង់មកក្នុងបរិយាកាសយោគយល់គ្នាលើការពង្រឹងបន្ថែមទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគការចរចាជុំទី2ធ្វើឡើងនៅសប្តាហ៍ទី1ខែមិថុនាប្រធានាធិបតីទីម៉ូឡេសមានប្រសាសន៍ថាភាពធន់ភាពជាអ្នកដឹកនាំនិងចក្ខុវិស័យយុទ្ធសាស្ត្ររបស់សម្ដេចតេជោហ៊ុនសែននឹងនៅតែជាប្រភពនៃការលើកទឹកចិត្តដល់ប្រជាជនទីម៉ូឡេសអ៊ីស្រាអែលបង្កើនការទម្លាក់គ្រាប់បែកលើហ្គាហ្សាសម្រាប់មនុស្ស80នាក់ចំពេលលោកត្រាំធ្វើទស្សនកិច្ចក្នុងតំបន់មជ្ឈិមបូព៌ាលោកពូទីនលោកត្រាំនឹងមិនទៅចូលរួមកិច្ចចរចាសន្តិភាពអ៊ុយក្រែននៅអ៊ីស្តង់ប៉ូលនោះទេតទៅនេះសូមជម្រាបជូននៅព័ត៌មានពិស្ដាសម្ដេចតេជោហ៊ុនសែនរំលឹកពីអតីតកាល40ឆ្នាំមុនក្នុងឋានៈជានាយករដ្ឋមន្ត្រីចុះបំពេញការងារនៅខេត្តកំពង់ឆ្នាំងនាឱកាសសម្ដេចកំពុងចូលរួមក្នុងព្រះរាជពិធីច្រត់ព្រះនគរនៅទីនោះសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៅព្រឹកថ្ងៃទី15ខែឧសភាឆ្នាំ2025នេះបានអញ្ជើញអមព្រះរាជដំណើររបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លដែលប្រារព្ធធ្វើឡើងនៅទីព្រះសែក្នុងកីឡដ្ឋានក្រុងកំពង់ឆ្នាំងស្ថិតនៅទីរួមខេត្តកំពង់ឆ្នាំងក្នុងឱកាសនោះសម្ដេចតេជោហ៊ុនសែនបានបង្ហោះរូបថតនិងសាររំលឹកអំពីអតីតកាល40ឆ្នាំមុនក្នុងឱកាសដែលចុះបំពេញការងារនៅខេត្តកំពង់ឆ្នាំងដែលសម្ដេចជានាយករដ្ឋមន្ត្រីសម្ដេចតេជោហ៊ុនសែនបានបង្ហោះរូបថតពីសញ្ញាជាមួយខ្លឹមសារដូចនេះថាមកដល់ខេត្តកំពង់ឆ្នាំងនឹកដល់កាលពី40ឆ្នាំមុនដែលខ្ញុំមកបំពេញការងាររយៈពេល2ថ្ងៃនិង1យប់នាខែធ្នូឆ្នាំ1985ក្នុងឋានៈជានាយករដ្ឋមន្ត្រីនាពេលនោះមកពិនិត្យការនេសាទពិនិត្យការទិញស្រូវនិងលក់ទំនិញជូនប្រជាពលរដ្ឋព្រមទាំងសម្រាប់ផលិតចានត្រង់ជ័រកៅស៊ូចំនួន2លានចានដោយសិប្បកម្មផលិតឥដ្ឋក្បឿងដែលមានទីតាំងនៅស្រុកកំពង់លែង40ឆ្នាំក្រោយកំពង់ឆ្នាំងប្រែក្លាយជាខេត្តអភិវឌ្ឍមួយចំណែកខ្លួនខ្ញុំក៏មានវ័យចំណាស់ពី32ឆ្នាំមក72ឆ្នាំដែរជួនភ្ជាប់នៅរូបថតដែលមានអតីតអភិបាលខេត្តដោកណារិនអមដំណើរការចរចាពន្ធកម្ពុជាអាមេរិកជុំទី1ភាគីទាំងពីរផ្លាស់ប្តូរយោបល់ដោយត្រង់ទៅត្រង់មកក្នុងបរិយាកាសយោគយល់គ្នាលើការពង្រឹងបន្ថែមទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគចរចាជុំទី2ធ្វើឡើងនៅសប្តាហ៍ទី1ខែមិថុនាកម្ពុជាអាមេរិកបានឯកភាពគ្នារៀបចំកិច្ចប្រជុំចរចាពន្ធជុំទី2ម្ដងទៀតដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍ទី1ខែមិថុនាឆ្នាំ2025នៅរដ្ឋធានី Washington គណៈរាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនិងបន្តធ្វើកិច្ចការងារនេះដោយយកចិត្តទុកដាក់បំផុតនេះបើយោងតាមអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាដែលបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំចរចាជុំទី1លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជានិងសហរដ្ឋអាមេរិកពីថ្ងៃទី13ដល់ថ្ងៃទី15ខែឧសភាឆ្នាំ2025នាថ្ងៃទី13ដល់ថ្ងៃទី15ខែឧសភាឆ្នាំ2025នៅរដ្ឋធានី Washington សហរដ្ឋអាមេរិកឯកឧត្តមសុនចន្ទថុលឧបនាយករដ្ឋមន្ត្រីនិងជាអនុប្រធានទី1នៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជានិងលោកជំទាវចាមនិមលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានដឹកនាំក្រុមការងារចំពោះកិច្ចសម្រាប់សម្រួលទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីកម្ពុជាសហរដ្ឋអាមេរិកចូលរួមកិច្ចប្រជុំចរចាជុំទី1លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជានិងសហរដ្ឋអាមេរិកជាមួយភាគីសហរដ្ឋអាមេរិកដឹកនាំបានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិកក្នុងកិច្ចប្រជុំចរចាជុំទី1នេះភា
ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់ដោយត្រង់ទៅត្រង់មកក្នុងបរិយាកាសយោគយល់គ្នាលើការពង្រឹងបន្ថែមនៅទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីនិងបានពិភាក្សាស៊ីជម្រៅលើអត្ថបទសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការភាគីទាំងពីរបានឯកភាពគ្នារៀបចំកិច្ចប្រជុំចរចាជុំទី2នៅសប្តាហ៍ទី1ខែមិថុនាឆ្នាំ2025នៅរដ្ឋធានី Washington ប្រធានាធិបតីទីម៉ូឡេសមានប្រសាសន៍ថាភាពធន់ភាពជាអ្នកដឹកនាំនិងចក្ខុវិស័យយុទ្ធសាស្ត្ររបស់សម្ដេចតេជោហ៊ុនសែននឹងនៅតែជាប្រភពនៃការលើកទឹកចិត្តដល់ប្រជាជនទីម៉ូឡេសឯកឧត្តមជូសេរ៉ាមូអតាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម៉ូឡេសបានគូរំលេចថាខ្ញុំសូមសម្ដែងការដឹងគុណជាពិសេសចំពោះការគាំទ្រយ៉ាងមោះមុតរបស់សម្ដេចតេជោចំពោះការចូលជាសមាជិកបំពេញសិទ្ធិអាស៊ានរបស់ទីម៉ូឡេសក៏ដូចជាការចែករំលែកនៅចំណេះស៊ីជម្រៅបែបយុទ្ធសាស្ត្រដ៏មានតម្លៃទាក់ទាញនិងមាគ៌ារបស់យើងខ្ញុំឆ្ពោះទៅរកសមាហរណកម្មតំបន់សក្ខីកម្មគួរចាប់អារម្មណ៍ខ្លាំងនៃភាពធន់ភាពជាអ្នកដឹកនាំនិងចក្ខុវិស័យយុទ្ធសាស្ត្ររបស់សម្ដេចតេជោនឹងនៅតែជាប្រភពនៃការលើកទឹកចិត្តដល់ប្រជាជនទីម៉ូឡេសនេះជាការបញ្ជាក់របស់ឯកឧត្តមប្រធានាធិបតីក្នុងសារលិខិតគោរពជូនសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានប្រសិទ្ធិនៃព្រះរាជាណាចក្រកម្ពុជាសារលិខិតមានខ្លឹមសារដូចតទៅសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាទីគោរពរាប់អានប្រទេសនិងប្រជាជនទីម៉ូឡេសមានសេចក្តីសប្បាយរីករាយក្រៃលែងដែលបានទទួលស្វាគមន៍សម្ដេចតេជោក្នុងដំណើរទស្សនកិច្ចមកកាន់ទីម៉ូឡេសសូមអនុញ្ញាតឲ្យខ្ញុំសម្ដែងនូវការដឹងគុណដោយស្មោះអស់ពីដួងចិត្តចំពោះការចូលរួមដ៏ថ្លៃថ្លារបស់សម្ដេចតេជោនៅក្នុងកម្មវិធីផ្លូវការនានាអំឡុងពេលទស្សនកិច្ចរួមទាំងជំនួបទ្វេភាគីកាលពីថ្ងៃទី8ខែឧសភាឆ្នាំ2025នៅវិមានប្រធានាធិបតីកូឡាវឡូបាតូសម័យប្រជុំពិសេសដ៏ឧឡារិករៀបចំដោយសភាជាតិទីម៉ូឡេសជំនួបជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីសាណាណាហ្គូម៉ៅនិងពិធីលាងសាយភោជផ្លូវការដែលសិតជាខណៈពេលដ៏មានសារៈសំខាន់បំផុតសម្រាប់ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរជំនួបទ្វេភាគីរបស់យើងបានផ្ដល់ឱកាសឲ្យយើងរិះរកមធ្យោបាយសម្រាប់កិច្ចសហប្រតិបត្តិការជាមួយគ្នាជាពិសេសលើវិស័យកសិកម្មសន្តិសុខស្បៀងការអប់រំពាណិជ្ជកម្មនិងការអភិវឌ្ឍសេដ្ឋកិច្ចខ្ញុំសូមសម្ដែងការដឹងគុណជាពិសេសចំពោះការគាំទ្រយ៉ាងមោះមុតរបស់សម្ដេចតេជោចំពោះការចូលជាសមាជិកពេញសិទ្ធិអាស៊ានរបស់ទីម៉ូឡេសក៏ដូចជាការចែករំលែកនៅចំណេះស៊ីជម្រៅបែបយុទ្ធសាស្ត្រដ៏មានតម្លៃតាក់ទងនឹងមាគ៌ារបស់យើងខ្ញុំឆ្ពោះទៅរកសមាហរណកម្មតំបន់ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងស្មោះចំពោះសម្ដេចតេជោដែលបានទទួលយកការអញ្ជើញចូលរួមផ្ដល់បទកថាក្នុងកម្មវិធីសិក្ខាសាលារបស់ប្រធានាធិបតីក្រមមូលបនមេរៀនរបស់ហ៊ុនសែនចេញពីប្រឡាយពូជសាសន៍និងភាពក្រីក្រមកកាន់សេរីភាពនិងវិបុលភាពដែលបានប្រព្រឹត្តទៅនៅថ្ងៃទី9ខែឧសភាឆ្នាំ2025សក្ខីកម្មគួរចាប់អារម្មណ៍ខ្លាំងនៃភាពធន់ភាពជាអ្នកដឹកនាំនិងចក្ខុវិស័យយុទ្ធសាស្ត្ររបស់សម្ដេចតេជោនឹងនៅតែជាប្រភពនៃការលើកទឹកចិត្តដល់ប្រជាជនទីម៉ូឡេសចំណាប់អារម្មណ៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោចំពោះវឌ្ឍនភាពរបស់រដ្ឋធានីឌីលីចាប់តាំងពីដំណើរទស្សនកិច្ចចុងក្រោយរបស់សម្ដេចតេជោនៅក្នុងឆ្នាំ2016គឺជាការលើកទឹកចិត្តយ៉ាងជ្រាលជ្រៅហើយពង្រឹងបន្ថែមទៀតនៅការតាំងចិត្តរបស់យើងខ្ញុំដើម្បីឈានទៅមុខតាមមាគ៌ាទំនើបកម្មនិងការអភិវឌ្ឍប្រកបដោយចីរភាពយើងខ្ញុំមានសេចក្តីរំភើបក្រៃលែងផងដែរចំពោះការបង្ហាញអំពីសមានចិត្តដ៏ថ្លៃថ្លារបស់សម្ដេចតេជោចំពោះពិធីទទួលស្វាគមន៍ដ៏អធិកអធមរបស់ប្រជាជនទីម៉ូឡេសក៏ដូចជាកាយវិការជាច្រើនដែលបញ្ជាក់ពីមិត្តភាពពិតៗដែលស្ដែងចេញអំឡុងទស្សនកិច្ចរបស់សម្ដេចតេជោដែលក្នុងនោះខ្ញុំមានកិត្តិយសដែលបានបើករថយន្តដែលផ្ទាល់ជូនសម្ដេចតាមដងវិថីនានានៃរដ្ឋធានីរបស់យើងខ្ញុំដែលជាការសម្ដែងចេញជានិមិត្តរូបនៃសេចក្តីគោរពនិងភាពស្និទ្ធស្នាលដោយសង្ឃឹមថាដំណើរទស្សនកិច្ចនេះគឺជាការចាប់ផ្ដើមនៃទំព័រថ្មីនៃការផ្លាស់ប្ដូរទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការរវាងទីម៉ូឡេសនិងព្រះរាជាណាចក្រកម្ពុជាខ្ញុំសូមបញ្ជាក់សារជាថ្មីនៅការគោរពរាប់អានដ៏ស្មោះស្ម័គ្របំផុតរបស់ខ្ញុំចំពោះសម្ដេចចាលោកស្រីអ្នកនាងកញ្ញាប្រិយមិត្តស្ដាប់ជាទីមេត្រីព័ត៌មានជាតិដែលនាងខ្ញុំបានជម្រាបជូននៅពេលនេះចាប់តែប៉ុណ្ណេះជាបន្តសូមជម្រាបជូននៅព័ត៌មានអន្តរជាតិ
អ៊ីស្រាអែលបង្កើនការទម្លាក់គ្រាប់បែកលើហ្គាហ្សាសម្រាប់មនុស្ស80នាក់ចំពេលលោកត្រាំធ្វើទស្សនកិច្ចក្នុងតំបន់មជ្ឈិមបូព៌ាក្រុមមន្ត្រីសុខាភិបាលនៃតំបន់ហ្គាហ្សាបានឲ្យដឹងកាលពីថ្ងៃពុធទី14 ខែឧសភាថាការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោច80នាក់នៅទូទាំងតំបន់ហ្គាហ្សាក្នុងយុទ្ធសាស្ត្រការបង្កើនការទម្លាក់គ្រាប់បែកចំពេលប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំកំពុងបំពេញទស្សនកិច្ចក្នុងតំបន់មជ្ឈិមបូព៌ានេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters តាមមន្ត្រីសុខាភិបាលហ្គាហ្សាភាគច្រើននៃអ្នកស្លាប់ក្នុងនោះរួមមានស្ត្រីនិងកុមារដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលត្រូវចាំផ្ទះជាច្រើនខ្នងនៅតាមទីតាំងជាច្រើនកន្លែងស្ថិតនៅភាគខាងជើងតំបន់ហ្គាហ្សាកាលពីថ្ងៃពុធយោធាអ៊ីស្រាអែលបានចេញសារព្រមានឲ្យប្រជាជនប៉ាឡេស្ទីនជម្លៀសខ្លួនចេញពីទីតាំងជាច្រើនក្នុងទីក្រុងហ្គាហ្សាដែលបង្ខំឲ្យមនុស្សរាប់ពាន់នាក់ត្រូវចាកចេញពីជំរំស្នាក់នៅរបស់ពួកគេបើតាមផែនទីចេញផ្សាយដោយយោធាអ៊ីស្រាអែលទីតាំងដែលប្រជាជនប៉ាឡេស្ទីនត្រូវជម្លៀសខ្លួនចេញរួមមានសាលារៀននិងមន្ទីរពេទ្យសាក្សីនិងក្រុមគ្រូពេទ្យបាននិយាយថាភ្លាមក្រោយការចេញសារព្រមានឲ្យជម្លៀសខ្លួនយន្តហោះចម្បាំងអ៊ីស្រាអែលបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើគោលដៅជាច្រើនក្នុងទីក្រុងហ្គាហ្សាលោកពូទីនលោកត្រាំនឹងមិនទៅចូលរួមកិច្ចចរចាសន្តិភាពអ៊ុយក្រែននៅអ៊ីស្តង់ប៉ូលនោះទេប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនិងលោកប្រធានាធិបតីរុស្ស៊ីលោកផ្លាឌីមៀពូទីននឹងមិនទៅចូលរួមក្នុងកិច្ចចរចាមួយដែលត្រូវបានគេរំពឹងថានឹងក្លាយជាកិច្ចចរចាសន្តិភាពដែលផ្ទាល់ជាលើកដំបូងរវាងទីក្រុងមូស្គូនិងទីក្រុងគៀវក្នុងរយៈពេលជាង3ឆ្នាំមកនេះនៅថ្ងៃប្រហ័សទី15ខែឧសភាក្នុងទីក្រុងអ៊ីស្តង់ប៉ូលប្រទេសទួរគីយេនោះទេដោយខាងវិមានក្រំឡាំងបានបញ្ចេញឈ្មោះគណៈប្រតិភូដោយគ្មានឈ្មោះរបស់លោកពូទីនឡើយនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters លោកពូទីនកាលពីថ្ងៃអាទិត្យសប្តាហ៍មុនបានស្នើឲ្យមានកិច្ចចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែនក្នុងទីក្រុងអ៊ីស្តង់ប៉ូលនៅថ្ងៃប្រហ័សនេះដោយមិនបានដាក់លក្ខខណ្ឌអ្វីទេប៉ុន្តែកាលពីថ្ងៃពុធវិមានក្រំឡាំងបាននិយាយថាគណៈប្រតិភូរុស្ស៊ីក្នុងនោះរួមមានទីប្រឹក្សារបស់លោកពូទីននិងអនុរដ្ឋមន្ត្រីការពារជាតិនឹងត្រូវចូលរួមក្នុងកិច្ចចរចាជាមួយអ៊ុយក្រែនបន្ទាប់ពីការប្រកាសរបស់វិមានក្រំឡាំងនេះដែរមន្ត្រីអាមេរិកម្នាក់បាននិយាយថាលោកត្រាំក៏នឹងមិនចូលរួមក្នុងកិច្ចចរចាឡើយប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកបង្ហើបពីបំណងចង់ចូលរួមកិច្ចចរចារវាងរុស្ស៊ីនិងអ៊ុយក្រែនចាលោកស្រីអ្នកនាងកញ្ញាប្រិយមិត្តស្ដាប់ជាទីមេត្រីព័ត៌មានជាតិនិងអន្តរជាតិរបស់វិទ្យុជាតិ FM 90.5 MHz រួមជាមួយនឹងវិទ្យុបណ្ដាញខេត្តប៉ៃលិនដែលនាងខ្ញុំបានជម្រាបជូននៅពេលនេះចាប់តែប៉ុណ្ណេះនាងខ្ញុំសូមអរគុណចំពោះការតាមដានយកចិត្តទុកដាក់ស្ដាប់របស់លោកអ្នកនាងសូមជូនពរលោកអ្នកនាងឲ្យមានសុខភាពល្អរាល់ការធ្វើដំណើរសូមប្រកបដោយសុវត្ថិភាពនាគណៈនេះនាងខ្ញុំសុភ័ត្រាសូមអរគុណនិងសូមគោរពលា